ISI នឹងកោសាន់ជ័យ2 ទល់នឹង4បាទប្រិមិត្តអញ្ជើញទៅទស្សនាក្លឹបបាល់ទាត់ភ្នំពេញក្រោនឲ្យសន្តានពណ៌ក្រហមជាម្ចាស់ផ្ទះបាទក្នុងការប៉ុនប៉ងយើងឃើញថាភ្នំពេញក្រោនបង្កើតឱកាសល្អៗជាច្រើនផងដែរត្រង់នេះបាទគឺទាត់កាច់រហូតបាទខុសគោលដៅចំណែកត្រង់នេះវិញការបាទរបូតការគ្រប់គ្រងហើយភិរិតក៏ព្យាយាមសុទ្ធប៉ុន្តែមិនបានសម្រេចនោះទេសាទីនៅក្នុងការប្រកួតនេះក៏សកម្មណាស់ដែរបាទព្យាយាមទាត់គូមួយជើងទៅនេះខ្ទាតពីខ្សែការពារសេចក្ដីប្រសិទ្ធបាទដល់ដៃរបស់អ្នកចាំទីវរៈវឌ្ឍនាបាទចំណុចនេះហើយដែលកើតឡើងនៅក្របបាល់ទី1តាមរយៈការបញ្ជូនឆ្ងាយ Bruno Hernandez បញ្ជូនចូលក្នុងប្រអប់ហើយសុកណេតរត់មកដណ្ដើមទីតាំងបានយ៉ាងល្អនិងពេនបញ្ចូលទីក្របនៅមុខលើកដំបូងនៅក្នុងការប្រកួតបាទ Bruno គៀសមួយបាទកោងធ្លាក់ទំនងមែនតែនសុកណេតបណ្ដោលបាទពេនបញ្ចូលទីបាទសម្រាប់ការបញ្ជូនត្រង់នេះវិញបាទគឺបាទធ្វើបានយ៉ាងល្អហើយក៏កាត់មកតែការតែតរបស់ Moses Dyer បាទប៉ះនឹងរបាទីខ្ទាតចេញក្រៅបាទបន្តមកទៀតឡុងភិរិតក៏ព្យាយាមទាត់មុំតូចតែមិនចំគោលដៅនេះទេបាទការបញ្ជូនបាល់ដោយភិរិតថ្មីម្ដងទៀតបាទមួយជើងពីក្រៅប្រអប់តែចំជំហរដោយបាទកីឡាករ Vinin បាទឈិនវិនិនទាត់មកបន្តមកទៀតក៏មានបាទការទាត់កាត់ចូលទៅក្នុងតែមិនចំគោលដៅការបត់របស់បាទកីឡាករហើយសុកណេតបាទសុកណេតបញ្ជូនបាទទាត់ពីក្រៅប្រអប់ត្រង់នេះមិនចំគោលដៅទេបាទបន្តទៅទៀតបាទបញ្ជូនត្រង់នេះព្យាយាមតែដោយ ISI កីឡាករហើយសុកណេតតែមិនបានសម្រេចការបញ្ជូនកាត់របស់ភ្នំពេញក្រោយទៅនេះទៀតប៉ុន្តែនីតូមិនអាចទាត់ចំបាល់នោះទេការបញ្ជូនត្រង់នេះមកតែទៅមិនចំគោលដៅទៀតបាទបន្តមកវិញបាទការរុញឲ្យលងមិញហៅបាទអនដាក់ស្នូស្កេត្រង់នេះក៏ល្អណាស់ដែរតែបាល់បាទប៉ះដៃអ៊ុំវិចិត្រនិងបុករបាបាល់ free kick បាទធ្លាក់មកសាទីក៏ដេកខ្លួនទាត់មួយតែក៏មិនចំគោលដៅទៅទៀតពីក្រៅប្រអប់ឯនេះវិញបាក់យ៉ុងរុញឲ្យ Breno កាត់ទៅបាទមិនចំគោលដៅអៀមរតនាបាទរត់តែត្រង់នេះក៏ចំខ្សែការពារហើយនេះហើយដែលកាត់ឡើងជាគ្រាប់បាល់ទី2បាទឡើងមកអស់ដើម្បីរកគ្រាប់បាល់សល់ទៅអ្នកចាំទី1យ៉ាគីតេបាទទៅទៀតបណ្ដាបាទបញ្ឆោតមួយផុតវិចិត្រហើយក៏សុទ្ធបញ្ចូលទីបានយ៉ាងល្អគ្រាប់បាល់ទី2និងជាគ្រាប់បាល់ចុងក្រោយសម្រាប់ការប្រកួតដោយ Miguel Rodriguez លោកអញ្ញាកណ្ដាល